ចាឥឡូវខ្ញុំមកដល់កន្លែងដែល trending ខ្លាំងគឺបងប្អូនយើងទៅមើលច្រើនកន្លែងនេះបងប្អូនឃើញរូបចម្លាក់ហ្នឹងគឺដូចមានសក់អញ្ចឹងស្លែពណ៌បៃតងដោះអញ្ចឹងណាចានេះគឺរូបហ្នឹងដែរដូចជារូបកេណទុយទីតាំងនេះគឺស្ថិតនៅខ្លោងទ្វារខ្មោចឬក៏យើងហៅថាខ្លោងទ្វារខាងកើតអញ្ចឹងខ្លោងទ្វារខ្មោចហ្នឹងគឺយើងជិះត្រង់ចូលទៅក្នុងព្រៃតិចនៅមុខនឹងប្រាសាទបាយ័នតែម្ដងចាហើយសម្រាប់ទស្សនវិជ្ជាបែបនេះគឺយើងឃើញតែក្នុងពេលខែភ្លៀងបងប្អូនហើយនៅតាមថ្មប្រាសាទអីផ្សេងទៀតក៏មានពណ៌បៃតងស្លែដោះបែបហ្នឹងហើយស្អាតច្រើនសម្រាប់អ្នកដែលគាត់ចូលចិត្តថតរូបគាត់អាចថតបានរូបស្អាតច្រើននៅក្នុងខែហ្នឹងខែមានភ្លៀងធ្លាក់ចាហើយខ្ញុំទៅសៀមរាបលើកនេះគឺខ្ញុំទៅរយៈពេល2យប់3ថ្ងៃអញ្ចឹងខ្ញុំដើរបានជាង20កន្លែងយើងដើររបៀបយើងលឿនដែរបងប្អូនហើយចំពេលភ្លៀងទៀតនៅក្នុងពេលកំពុងតែភ្លៀងហ្នឹងក៏យើងអត់ឈប់ដែរគឺយើងដើរហើយមានឆាត់ទូលហើយចាប់យករូបភាពផ្សេងនៅប្រាសាទចឹងនិយាយថាបង្ហាញពីសម្រស់ប្រាសាទនៅពេលមេឃកំពុងតែភ្លៀងអញ្ចឹងណា